ប្រសិទ្ធមវិសេសទេសនាទៅតាមការពេលវេលាសម្ពូរដើម្បីបំពេញកិច្ចបំពេញបុណ្យបំពេញសទ្ធារបស់ញាតិញោមទៅតាមផ្លូវនៃពុទ្ធសាសនាយើងដោយឡែកការស្ដាប់ព្រះធម៌ទេសនានេះរមែងបានអានិសង្សច្រើនមែនទែនណាញាតិញោមអញ្ចឹងបានជាក្នុងកិច្ចកម្មពិធីបុណ្យក្តីក្នុងការសន្ទនាធម៌ក្តីគឺមិនចោលទេក្នុងការស្ដាប់លោកសប្បុរសឬក៏អ្នកដែលអាចចង្អុលបង្ហាញប្រាប់នៅពុទ្ធវចនៈជូនដល់ញាតិញោមបាននឹងគួរលើកដំកងដំកើងដើម្បីបានស្ដាប់នៅធម៌របស់សប្បុរសព្រោះព្រះពុទ្ធដីកាព្រះអង្គសម្ដែងថាសុទ្ធណោសុទ្ធម្មងសុទ្ធវាសពស្មឹងជានសាសនេកបានិសតសហសានិទុក្កតੰសោនិកច្ចតិដោយបទពិចារណាថាអ្នកដែលជឿធម៌ព្រះអរហន្តហើយធម៌នាំដល់ត្រើយគឺព្រះនិព្វានទាំងមិនប្រមាទឲ្យខាតសិលទានធ្វើអ្វីក៏មានការពិចារណាអ្នកដែលស្ដាប់ធម៌គោរពដោយល្អមិនធ្វើមាត់កមិនពោចរចាមិនធ្វើរំខានពេលស្ដាប់ទេសនាតែងបានបញ្ញាភ្លឺថ្លាដោយពិតសូមពុទ្ធបរិស័ទអ្នកស្កាត់រកធម៌ប្រឹងស្ដាប់ដោយល្អយកជាគំនិតទុកជាមេរៀនសម្រាប់ជីវិតកុំឲ្យងងឹតរហូតមរណាសសុសង្ឃលកតេបញ្ញាការស្ដាប់ព្រះធម៌ដោយល្អរមែងបាននៅបញ្ញាដូច្នេះការស្ដាប់ធម៌នេះមានតម្លៃវិសេសវិសាលមែនទែនអាចញ៉ាំងបុគ្គលដែលស្ថិតនៅក្នុងសាមញ្ញជនធម្មតាអាចឲ្យคล้ายជាឧត្តមជនពីព្រោះបានគិតព្រះរិះពិចារណាដោយឧបាយដោយយោនិសោមនសិការៈធ្វើតាំងទុកនៅក្នុងចិត្តហើយក៏បានអនុគ្រោះសង្គ្រោះដោយធម៌3ទី1គឺទានទី2បយៈវាចាទី3អដ្ឋចរិយាទី4អនត្តចរិយាធម៌ទាំង4នេះក្រោយអំពីញាតិញោមបានស្ដាប់ព្រះធម៌ទេសនាហើយគឺយើងអាចធ្វើទានបានយើងអាចលះបង់នៅទ្រព្យសម្បត្តិដែលយើងមានយើងចេះលៃលោករបស់ដែលគ្មានខ្លឹមសារធ្វើឲ្យទៅជារបស់មានខ្លឹមសារកប់ទុកនៅក្នុងផ្លូវនៃពុទ្ធសាសនាបានអាហ្នឹងក្រោយពីយើងស្ដាប់ហើយទី2បយៈវាចាវាចាសំរុំវាចាពិរោះវាចាសម្ដីគួរជាទីគោរពគួរជាទីជ្រះថ្លាមិនចលើបើសមិនកោងកាចអីជាដើមចឹងទៅទី3គឺការសង្គ្រោះញាតិការសង្គ្រោះដល់បងប្អូនការសង្គ្រោះដល់មាតាបិតាជាដើមពីព្រោះយើងមានធម៌ហ្នឹងគឺញ៉ាំងចិត្តរបស់យើងហ្នឹងឲ្យបានបរិសុទ្ធបានមួយទៀតទី4គឺមិនឆ្មើងឆ្មៃញាតិញោមពេលដែលយើងមានធម៌មានសិលមានសេចក្តីជ្រះថ្លាការស្ដាប់នូវពុទ្ធវចនៈហើយទោះបីមានបណ្ណាក៏ដោយគឺមិនឆ្មើងឆ្មៃមិនដំឡើងរឹកមិនធ្វើឲ្យគេស្អប់ខ្ពើមទេញាតិញោមព្រោះអាស្រ័យការមានធម៌នៅក្នុងខ្លួននឹងឯងឥឡូវញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយហើយស្មារភាពនិងអរតនីនៅពុទ្ធវចនៈយកមកនិទានប្រាប់ញាតិញោមទៅតាមផ្លូវនៃពុទ្ធសាសនាអំពីបុណ្យកិណានុបទានប៉ុន្តែមុននឹងចូលដល់ខ្លឹមសារបុណ្យកិណានុបទានញាតិញោមពិចារណាធัวរបស់លោកកសន្និវាសនេះបន្តិចសិនមិនជាច្រើនទេសង្ខេបព្រះអង្គសម្ដែងអំពីលោកធัว8យ៉ាងដែលមានសម្ដែងនៅក្នុងបិដកលេខ19លោកសម្ដែងថាសត្វលោកនឹងជាប់ជំពាក់មិនថាញាតិញោមមិនថាលោកទេមិនថាជនណាបុគ្គលណាអ្នកណាទេគឺនៅក្រោមអំណាចនៃលោកធម៌8ហ្នឹងតើលោកធម៌8ហ្នឹងមានអ្វីខ្លះទី1លោកសម្ដែងថាទុក្ខ1ជាគូនឹងសុខមានលៀបអត់លៀបមានយោះអត់យោះសរសើរនិន្ទាអញ្ចឹងទាំង8យ៉ាងហ្នឹងជាគូគ្នាមើលញាតិញោមតែមានទុក្ខត្រូវតែមានសុខនៅក្នុងហ្នឹងហើយវាមិនមែនទុក្ខនឹងទុក្ខរហូតលុះខ្សែទេត្រូវតែមានសេចក្តីសុខ
រួមដំណើរជាមួយនឹងសេចក្តីទុក្ខនឹងឯងអញ្ចឹងសត្វលោកត្រូវជួបប្រទះសុខទុក្ខហ្នឹងគឺជានិច្ចកាលអញ្ចឹងទៅដោយឧបាយនៃបញ្ញាបើសត្វណាមានឧបាយគាត់ពិចារណាឃើញទៅតាមផ្លូវធម៌អញ្ចឹងទៅសេចក្តីសុខហ្នឹងច្រើនជាងទុក្ខអញ្ចឹងទៅហ្នឹងដោយឧបាយកលនៃបញ្ញាទី2មានយោះអត់យោះមានលៀបអត់លៀបសរសើរនិន្ទាទាំង8នឹងរួមផ្សំជាមួយគ្នាអញ្ចឹងទៅអញ្ចឹងត្រូវជាគូគ្នារហូតអញ្ចឹងញាតិញោមចុងក្រោយសរសើរនិន្ទាត្រូវតែមានសរសើរត្រូវតែមាននិន្ទាអញ្ចឹងគ្រប់គ្នាទាំងអស់ញាតិញោមជួបដូចតែគ្នាដេចគុណក៏ជួបដូចតែគ្នាណាពីដើមឡើយញាតិញោមធ្លាប់សរសើរអាត្មាថាដេចគុណឥឡូវជ្រះជាងមុនកាលពីមុនស្គមក៏ប្រឹងឲ្យខ្មៅកញេះញេះប៉ុន្តែឥឡូវនេះដេចគុណសុខវណ្ណីជ្រះជាងមុនអាត្មារំភើបដែរណាញោមពេលដែលញាតិញោមសរសើរអញ្ចឹងរំភើបដែរថាដេចគុណឥឡូវជ្រះច្រើនជាងមុនប្រហែលអញ្ចឹងមែនហើយព្រោះឥឡូវឆាន់ច្រើនជាងមុនដល់ស្ដាប់យូរតិចទៅដូចសរសើររៀងបន្លំបង្អាប់មិនទេណាញោមជ្រះច្រើនជាងមុនពីមុនឆាន់មួយចានអីទេតែឥឡូវឡើង2ចានអញ្ចឹងបានសាច់ឈាមរៀងស្រស់បោះណាមួយបានគាត់ថ្មីទៀតសឹងស្រួលទៅរៀងជ្រះច្រើនជាងមុនអញ្ចឹងមែនទេញោមបើអញ្ចឹងការសរសើរនិន្ទានឹងវាជាគូនឹងគ្នាអញ្ចឹងទៅវាអត់មានអ្វីប្លែកទេញាតិញោមហើយញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយក្នុងការពិចារណាតាមផ្លូវនៃពុទ្ធសាសនាព្រះអង្គបង្ហាញប្រាប់មេរៀនល្អដល់សត្វលោកប៉ុន្តែសត្វលោកច្រើន